ផ្លូវនេះបានបើកការដ្ឋានសាងសង់កាលថ្ងៃទី9 ខែមករាឆ្នាំ2023ក្រុងអត្ថបទភាពដ៏ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែនបច្ចុប្បន្ននាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រធានរដ្ឋសភាជាមួយអាយដាមអតីតឯករដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជានៅពេលនោះគម្រោងធ្វើឲ្យកាន់តែប្រសើរនៅកំណត់ផ្លូវនេះត្រូវបានអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មសាងសង់ស្ពានថ្នល់ CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសទីប្រឹក្សាសាមគ្គីវង្អានដែលប្រើរយៈពេលសាងសង់ប្រមាណ40ខែព្រមទាំងចំណាយថវិកាសាងសង់ប្រមាណ$117 លានដែលជាប្រាក់អនុទានសម្បទានពីរដ្ឋាភិបាលប្រទេសចិនរួមជាមួយប្រាក់អភិភាពរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់និងបោះសម្អាតក្រុមមីននិងយុទ្ធភ័ណ្ឌបន្តបន្ទុកព្រមទាំងគុណករផ្សេងៗយើងគិតត្រឹមបំណាច់ខែមេសាឆ្នាំ2026គម្រោងពង្រីកនិងលើកកម្រិតកំណត់ផ្លូវជាតិលេខ7ដែលគម្រោងនេះគឺយើងធ្វើជា4កន្លងគឺ2កន្លងមកនិង2កន្លងទៅសម្រាប់រថយន្តហើយនិង1កន្លងទៀតជាផ្លូវម៉ូតូគឺការដែលយើងចាប់ផ្ដើមនេះគឺចាប់ផ្ដើមពីចំណុចទីប្រជុំជនស្គុនរហូតដល់ក្រុងកំពង់ចាមខេត្តកំពង់ចាមដែលកំណត់នេះគឺមានប្រវែង45គីឡូម៉ែត្រជាងហើយរហូតមកដល់ពេលនេះគឺយើងសម្រេចវឌ្ឍនភាព99% ហើយអញ្ចឹងផ្អែកទៅលើផែនការដូចជាគម្រោងដែលយើងកំពុងប្រតិបត្តិការនេះមានន័យថាគម្រោងរបស់យើងគឺលឿនជាងផែនការដែលបានគ្រប់ទុករហូតមកដល់ពេលនេះយើងនៅសល់តែចំណុចតិចតួចតែប៉ុណ្ណោះរួមមានការដាក់ផ្លាកសញ្ញាចរាចរណ៍ការគូសគំនូសសញ្ញាចរាចរណ៍តាមដងផ្លូវការបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍ហើយនឹងដំណើរការនៃការបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវអីជាដើមហ្នឹងផ្លូវហើយនឹងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងជាអត្ថប្រយោជន៍គន្លឹះទី2នៅក្នុងចំណោមអត្ថប្រយោជន៍គន្លឹះទាំង5ដែលមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដោយនៅក្នុងកិច្ចការអត្ថប្រយោជន៍ទី2នៃបញ្ញកោណទី2គឺជាការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនហើយក៏ជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងហើយក៏ជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរនិងអាស្រ័យផលទៅលើកំណត់ផ្លូវជាតិលេខ7នេះផងដែរហើយផ្លូវជាតិលេខ7ក៏ជាខ្សែផ្លូវដ៏សំខាន់មួយនិងជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូនផលិតផលកសិកម្មកសិឧស្សាហកម្មព្រមទាំងជាខ្សែផ្លូវមួយដែលរួមចំណែកដ៏ធំធេងនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍនិងសកម្មភាពសេដ្ឋកិច្ចសង្គមដ៏សម្បូរបែបផងដែរសូមរំលឹកថាកំណត់ផ្លូវជាតិលេខ7ស្ពានរំមូលស្គុនទៅកាន់រំមូលស្ពានគីសូណាខេត្តកំពង់ចាមកាលពីឆ្នាំ1999ធ្លាប់បានស្ដារម្ដងហើយប្រភេទក្រាលបេតុងកៅស៊ូកាលនោះកំណត់ផ្លូវជាតិលេខ7នេះរួមជាមួយស្ពានគីសូណាត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតែក្រោយមកពីការប្រើប្រាស់រយៈពេលយូរតម្រូវឲ្យពង្រីកធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនាពេលបច្ចុប្បន្នការសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននេះគឺនៅតែជាគោលនយោបាយអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែនបន្តមកដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះតែបានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធនេះជាវិស័យអត្ថប្រយោជន៍ទី2នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដែលអត្ថប្រយោជន៍ទី2នេះគឺបានបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជំរុញសេដ្ឋកិច្ចជាតិហើយកម្ពុជាតែងមានពាក្យស្លោកថាមានផ្លូវមានសង្ឃឹមហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់កម្ពុជាត្រូវបានសាងសង់ធ្វើឲ្យប្រសើរឡើងនាពេលកន្លងភាគច្រើនជាគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិនដែលបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានាពេលកន្លងមកលើការកសាងផ្លូវស្ពានហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើនទៀតក្រោយពីបញ្ចប់ការសាងសង់កំណត់ផ្លូវនេះនឹងក្លាយទៅជាផ្លូវមួយខ្សែដែលដើរតួនាទីយ៉ាងសំខាន់ការជួយសម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋការដឹកជញ្ជូនទំនិញផលិតផល
ទៅកាន់ទីផ្សារព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផងរដ្ឋាភិបាលបានចាត់ទុកប្រជាលេខ7នេះគឺជាខ្សែផ្លូវមួយដ៏សំខាន់នេះគឺជាឆ្អឹងខ្នងមួយសម្រាប់កំណើនភូមិភាគកណ្ដាលតភ្ជាប់ទៅឯសានទិសរបស់យើងក្នុងតំបន់ភូមិភាគកណ្ដាលនេះគឺយើងតភ្ជាប់នៅក្នុងខេត្តកំពង់ចាមខ្លួនឯងនិងក៏តភ្ជាប់ទៅកាន់កំពង់ធំហើយវាក៏តភ្ជាប់ទៅកាន់ផ្នែកផ្សេងនៃទិសឧត្តររបស់យើងក៏ប៉ុន្តែឆ្ពោះទៅតាមទិសឦសានផ្លូវនេះវាបានតភ្ជាប់ឲ្យយើងទៅកាន់ខេត្តព្រៃវែងដែលអាចតភ្ជាប់ទៅភ្នំពេញតាមរយៈផ្លូវជាតិលេខ11តាមរយៈផ្លូវលេខ8ផងដែរយើងក៏តភ្ជាប់វាពីរផ្នែកទៅកាន់ខេត្តកញ្ចេះតាមរយៈផ្លូវជាតិលេខ73ទៅកាន់ស្រុកឆ្លូងនិងបន្តទៅទៀតទៅកាន់ទីរួមខេត្តកញ្ចេះប៉ុន្តែផ្លូវមួយខ្សែទៀតតាមផ្លូវជាតិលេខ7នេះវាបានតភ្ជាប់យើងទៅផ្លូវជាតិលេខ76នៃខេត្តមណ្ឌលគិរីហើយក៏បានតភ្ជាប់ជាមួយនឹងខេត្តរតនគិរីដែលក៏ជាឥណទានសហប្រតិបត្តិការរបស់ចិនសាងសង់សម្រាប់ការតភ្ជាប់រវាងស្រុកស្នួលពីផ្លូវជាតិលេខ7ទៅកាន់ទីរួមខេត្តមណ្ឌលគិរីហើយក៏ទៅតភ្ជាប់ទៅព្រំដែនវៀតណាមបន្តទៅក៏ទៅតាមក៏តភ្ជាប់ពីមណ្ឌលគិរីទៅកាន់រតនគិរីនិងតភ្ជាប់ទៅផ្លូវជាតិលេខ78ក៏តភ្ជាប់ទៅផ្លូវជាតិទៅព្រំដែនវៀតណាមបោះមកក្រោមយើងតភ្ជាប់ជាមួយនឹងខេត្តស្ទឹងត្រែងដែលនៅទីនោះក៏មានស្ពាន2ធំស្ពានសេកុងនិងស្ពានទន្លេមេគង្គដែលហៅថាស្ពានមិត្តភាពកម្ពុជាចិនសេកុងនៅខេត្តស្ទឹងត្រែងនិងស្ពានមិត្តភាពកម្ពុជាចិនទន្លេមេគង្គដែលតភ្ជាប់តាមផ្លូវលេខ9ភ្ជាប់ស្ទឹងត្រែងជាមួយខេត្តព្រះវិហារដែលជាផ្នែកដ៏សំខាន់នៃការតភ្ជាប់របស់យើងប៉ុន្តែអ្វីដែលសំខាន់ជាងទៀតគឺការតភ្ជាប់រវាងយើងជាមួយនឹងព្រំដែននៃប្រទេសឡាវដែលជាការតភ្ជាប់ដ៏សំខាន់ដូច្នេះអាចនិយាយបានថាផ្លូវជាតិលេខ7នេះចាំបាច់ណាស់ត្រូវតែស្រាវឡើងវិញផ្លូវជាតិលេខ7នេះក្រោយពីសាងសង់រួចនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់និងផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋដឹកកសិផលផ្សេងៗទៅទីផ្សារនិងតម្លៃអចលនទ្រព្យតាមដងផ្លូវកាន់តែមានតម្លៃប្រសើរឡើងថែមទៀតនិងផ្ដល់ភាពងាយស្រួលសម្រាប់ដល់ឱកាសឲ្យអ្នកវិនិយោគងាកមកសម្លឹងមើលនៅការវិនិយោគក្នុងទឹកដីខេត្តកំពង់ចាមនៅពេលអ្នកវិនិយោគមកបង្កើតក្រុមហ៊ុនវិនិយោគផ្សេងៗនៅក្នុងទឹកដីខេត្តកំពង់ចាមនេះបង្កលក្ខណៈបង្កើតការងារបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់យើងនិងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិមួយបន្ថែមទៀតកម្ពុជាចិនមានទំនាក់ទំនងជាមួយគ្នាជាង 2000 ឆ្នាំមកហើយចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះបានក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសយើងទាំងពីរដោយនៅក្នុងសន្ទរកថារបស់អាដាមឯករដ្ឋទូតហើយកម្ពុជាចិនជាមិត្តជិតខាងជាដៃគូជាបងប្អូនដ៏ល្អជាមួយគ្នានេះទំនាក់ទំនងកម្ពុជាចិនមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដៃថែបដែលមិនអាចបំបែកបានយើងនឹងបដិញ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីយើងបានប្រារព្ធព្រឹត្តិការណ៍រួមគ្នាជាច្រើន
ព្រឹត្តិការណ៍នៅប្រទេសកម្ពុជាក៏ដូចជាព្រឹត្តិការណ៍ទៅចិត្តដែលយើងបញ្ជូនខាងក្រុមប្រមាណថ្ងៃមុននេះយើងមានបញ្ជូនក្រុមកីឡាករខាងរបបកតោយើងចូលរួមសម្ដែងនៅក្នុងទិវាកីឡាអន្តរជាតិនៅទីនោះដើម្បីបង្ហាញអំពីវប្បធម៌របស់កម្ពុជាក្រៅពីនោះនិស្សិតរបស់យើងក៏បានទទួលនៅឱកាសដើម្បីទៅរៀនសូត្របន្ថែមទៀតកសាងសមត្ថភាពដើម្បីត្រឡប់មកជួយប្រទេសជាតិយើងផងដែរហើយការប្រតិកលាគ្នាតាមផ្នែកវិនិយោគក៏ដូចជាការប្រតិកលាគ្នាខាងផ្នែកអប់រំបណ្ដុះបណ្ដាលផ្សេងក៏យើងធ្វើជាបន្តបន្ទាប់វិស័យទេសចរណ៍ហើយនេះគឺជាការបង្កើននៅគំនិតតំណងនៃការទំនុកចិត្ត